sao rồi đại mình ai bằng click bán cứ tập bộ một phút nó chỉ vật để nhom ai họ lôi bàn ai lôi đại chỉ như chiêm làm bóng nó nhom bàn tập cô chun là mạng nhom tập bây giờ máy tới đó được phép nó khi có sờ bài đi mình tên nam nhiều nhom có bộ pin từ đào phép cọ cả đây cọ lôn mà áo nhom cọ mỏng ai ba áo bộ côn nhưng mơ khơi tha bên nó cứ chiaรูปភាពមួយដែលនៅចងចាំនៅក្នុងគូក្បាលយើងជាប់ចំណេះពេលហ្នឹងគាត់ឲ្យពរខ្ញុំច្រើនមែនតើខ្ញុំចាំបានថាកាលពីខ្ញុំអាយុ2ឆ្នាំខ្ញុំបានបាយពីគាត់រស់នៅជាមួយមីងរបស់ខ្ញុំហើយរហូតដល់ខ្ញុំអាយុ7ឆ្នាំមានថ្ងៃមួយខ្ញុំបានជួបគាត់នៅសាលារៀនពេលហ្នឹងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយរំភើបខ្លាំងមែនតើព្រោះខ្ញុំអត់នឹកស្មានថាបានជួបគាត់នៅហ្នឹងឯងហើយខ្ញុំតែងតែសម័យថាបានជួបគាត់នៅថ្ងៃណាមួយហើយខ្ញុំមើលទៅគាត់ពេលហ្នឹងក៏គាត់មានអារម្មណ៍ថាសប្បាយរីករាយរំភើបដូចគ្នាដែរកាលពីក្មេងខ្ញុំជាក្មេងស្រីដែលកើតមកក្នុងគ្រួសារមានជីវភាពខ្វះខាតក៏ប៉ុន្តែខ្ញុំទទួលបានអារម្មណ៍ថាខ្ញុំពិតជាកក់ក្ដៅនិងមានក្តីសុខយ៉ាងខ្លាំងដែលម៉ាក់បានផ្ដល់ឲ្យខ្ញុំព្រោះមិត្តភ័ក្តិទៅដើរលេងខាងក្រៅដល់ម៉ោងបាយត្រឡប់ទៅផ្ទះវិញម៉ាក់ហៅញ៉ាំបាយដល់ពេលហើយគាត់និយាយថាទៅញ៉ាំបាយហើយចាំវាយពេលហ្នឹងញ៉ាំបាយបណ្ដាភ័យថាបាយហើយគាត់จะត្រូវគាត់វាយឯងគាត់จะត្រូវពាត់ឯងប៉ុន្តែដល់ពេលញ៉ាំហើយគាត់អត់មានវាយយើងទេតាមពិតទៅគាត់ជាមនុស្សដែលយកចិត្តទុកដាក់ជាមួយកូនគាត់ថាគាត់អត់បង្ហាញចេញឲ្យកូនដឹងឯងកាលពីខ្ញុំអាយុ11 12ឆ្នាំខ្ញុំប្រហែលជាថ្នាក់ទី6ខ្ញុំមានអនុស្សាវរីយ៍ជាមួយម៉ាក់ច្រើនព្រោះពេលហ្នឹងគ្រូសាស្ត្រខ្ញុំចាប់តាមធ្លាក់ដោនហ្មងអញ្ចឹងម៉ាក់ខ្ញុំក៏បានសម្រេចចិត្តធ្វើការលក់ដូរនៅតាមមុខរោងចក្រខ្ញុំក៏ជាអ្នកជួយលក់គាត់ដែរពេលហ្នឹងធ្វើឲ្យថាគ្រួសារពួកខ្ញុំធ្លាក់ដោនមែនប៉ុន្តែខ្ញុំបាននៅជុំគ្នាទាំងខ្ញុំទាំងម៉ាក់ទាំងអីគឺនៅជុំគ្នាសប្បាយចិត្តមិនថាពេលល្ងាចញ៉ាំបាយជាមួយអីក៏ពួកខ្ញុំសប្បាយចិត្តដែរអញ្ចឹងខ្ញុំសប្បាយចិត្តទោះពេលហ្នឹងគ្រួសារខ្ញុំមិនក៏ដោយប៉ុន្តែឥឡូវនេះគ្រួសារខ្ញុំអាចនឹងធូរធារជាងមុនប៉ុន្តែខ្ញុំអត់ដែលបាននៅជិតម៉ាក់ខ្ញុំទេខ្ញុំចេញមកធ្វើការផ្សេងគាត់នៅផ្សេងបន្ទាប់ពីឲ្យពរហើយគឺលុយទាំងអស់ហ្នឹងក៏អត់បានយកទេគាត់ក៏បកគលលុយទាំងអស់ហ្នឹងមកឲ្យកូនមានទាំងអស់គាត់ថាសម្រាប់គាត់ឲ្យតែកូនមានសេចក្តីសុខកូនមានសមត្ថភាពគឺគាត់សប្បាយចិត្តហើយលុយក៏អត់យកទេប៉ុន្តែគាត់នៅតែជូនពរកូនអរគុណកូនសម្រាប់ទឹកចិត្តកូនដែលផ្ដល់ជូនម្ដាយដោយសារតែឃើញការលំបាករបស់ម៉ាក់ធ្វើឲ្យខ្ញុំមានកូនចិត្តមួយខ្ញុំនឹងខំប្រឹងរកលុយទិញផ្ទះហើយនាំពួកគាត់មកនៅជុំគ្នាហើយឥឡូវហ្នឹងក្តីសម័យហ្នឹងខ្ញុំធ្វើបានហើយសម្រាប់ខ្ញុំនៅមានរឿងមួយដែលខ្ញុំចង់ធ្វើប៉ុន្តែខ្ញុំបានតែខ្ញុំអត់ទាន់លះក្នុងការទៅធ្វើមួយគាត់ឲ្យបានពេញ 100% ហ្នឹងគឺទៅរត់អោបគាត់ហើយថើបនិយាយទៅប្រាប់គាត់ថាកូនសុំធ្វើជាកូនរបស់ម៉ាក់គ្រប់ជាតិរឿងមួយដែលកូនចង់ធ្វើជាមួយម៉ាក់នោះគឺកូនចង់ជូនម៉ាក់ដើរលេងទៅកន្លែងដែលម៉ាក់ចង់ទៅរឿងដែលខ្ញុំចង់ធ្វើបំផុតមួយម៉ាក់គឺខ្ញុំចង់នៅជាមួយគាត់ហើយគ្រប់គ្រងគាត់បានគ្រប់យ៉ាងមិនថាការហូបចុកការទិញថ្នាំឬក៏ជូនគាត់ទៅណាខ្ញុំចង់មានពេលវេលានឹងជាមួយគាត់ព្រោះតាំងពីធំដឹងក្តីមកគឺគ្រួសារខ្ញុំចាប់ដើមពិបាកខ្ញុំអត់ដែលមានពេលល្អជាមួយគាត់ច្រើនមានតែពេលលំបាកជាមួយគាត់ហើយរឿងដែលកូនចង់ធ្វើជាមួយម៉ាក់គឺកូនចង់នាំម៉ាក់ដើរលេងបានច្រើនជាងមុនចង់និយាយប្រាប់គាត់ថាម៉ាក់ពិតជាមនុស្សស្រីម្នាក់ដែលល្អបំផុតសម្រាប់ជីវិតកូនជាតិនេះសម្រាប់ខ្ញុំគឺពិតជាមានសំណាងមែនទែនដែលបានខ្លាចជាកូនម៉ាក់បើសិនជាមានជាតិក្រោយពិតមែនកូនម្នាក់នេះសូមធ្វើជាកូនរបស់ម៉ាក់គ្រប់ជាតិកូនចង់ប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់កូនពិតជាមានសំណាងដែលបានកើតជាកូនម៉ាក់ហើយម៉ាក់គឺជាមនុស្សស្រីដ៏ល្អដ៏ស្រស់ស្អាតដ៏ពូកែហើយជាគំរូដ៏ល្អរបស់កូនអ
អរគុណម៉ាក់ដែលតែងតែបង្ហាត់បង្រៀនកូនអប់រំកូនឲ្យចេះជួយអ្នកដទៃឲ្យចេះយកអាសាមនុស្សជុំវិញខ្លួន ម៉ាក់ពិតជាធ្វើបានល្អណាស់សម្រាប់គ្រួសារមួយនេះកូនចង់ប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់ កូនអរគុណម៉ាក់ដែលបានមើលថែនិងអប់រំប្រៀនប្រដៅកូនឲ្យជាមនុស្សល្អហើយក៏សូមទោសម៉ាក់ពេលខ្លះធ្វើឲ្យម៉ាក់អត់សប្បាយចិត្តព្រួយបារម្ភពីកូន ខ្ញុំចង់និយាយទៅកាន់ម៉ាក់ថាខ្ញុំស្រឡាញ់ម៉ាក់មិនថាពីពេលណាក៏ខ្ញុំនៅតែគិតពីម៉ាក់ដែរព្រោះម៉ាក់គឺជាមនុស្សដែលគិតពីកូនខ្លាំងគាត់សុខចិត្តបបាក់ខ្លួនឯងប៉ុន្តែក៏អត់ដែរឲ្យពួកខ្ញុំបបាក់អី ជូនពរទៅអ្នកម៉ាក់ខ្ញុំគឺឲ្យគាត់មានសុខភាពល្អឲ្យគាត់អាយុឲ្យវែងដើម្បីបានតបស្នងសងគុណគាត់ឲ្យបានច្រើនជាងនេះទៀត ឲ្យម៉ាក់មានតែស្នាមញញឹមជាមលោកដល់កូនទាំងអស់គ្នា ជូនពរឲ្យម៉ាក់សុខភាពល្អសប្បាយចិត្តរស់នៅដែលអត់ចាំបាច់ភ័យថាកូនកាត់អីព្រោះកូនមួយគឺអត់តែឲ្យម៉ាក់ខកចិត្តទេកូនមួយគឺស្រឡាញ់ម៉ាក់ខ្លាំងគិតពីម៉ាក់ខ្លាំងណាស់ កូនសូមជូនពរឲ្យម៉ាក់មានសុខភាពល្អអាយុវែងដើម្បីជឿមលប់ដល់កូនស្រឡាញ់ម៉ាក់ Lâu mẹ con trong phép mẹ tha con sẽ lánh mẹ hay cái chương cô mẹ ơi nghiên sọc phép o à dụ về cái chiếm lục đo con បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល